อันนี้เขาត្រីលមាសណាគឺជាត្រីទឹកសាបមួយប្រភេទដែលនិយមចិញ្ចឹមខ្លាំងនៅប្រទេសកម្ពុជាយើងណាហើយត្រីប្រភេទនេះមានលក្ខណៈពិសេសនិងអត្ថប្រយោជន៍ជាច្រើនយ៉ាងណាវាមានខ្លួនសប៉ែតទទឹងធំហើយនឹងមានព្រុយវែងដូចជាខ្សែអំបោះកាលវានៅតូចវាមានឆ្នោតប្រឈោនៅលើខ្លួនប៉ុន្តែនៅពេលវាធំអាឆ្នោតទៅនឹងវាបាត់ទៅវិញហើយជំនួសមកវិញនៅពណ៌ប្រផេះឬពណ៌សិចស្លេកណាវាអាចលូតលាស់រហូតដល់ប្រវែង45ទៅ70សង់ទីម៉ែត្រហ្នឹងឬលើសពីនេះបើសិនបើវាវាស់ទៅតាមទម្ងន់វាអាចធ្ងន់ដល់រហូតដល់10គីឡូត្រីលមាសនេះវាជួយចិត្តរស់នៅក្នុងទឹកហូរយឺតៗដូចជាបឹងពាំងទន្លេវាជាត្រីដែលធន់នឹងមជ្ឈដ្ឋានជុំវិញបានល្អណាប៉ុន្តែនៅពេលវាធំឡើងវាជួយចិត្តស៊ីរុក្ខជាតិទឹកស្លឹកឈើនិងសត្វល្អិតតូចៗអត្ថប្រយោជន៍វិញគឺអាសាច់ត្រីរមាសនេះវាមានរសជាតិឆ្ងាញ់ណែននិងមានខ្លាញ់ច្រើនការយកទៅធ្វើម្ហូបច្រើនដូចជាត្រីដុតត្រីបំពងជូរអែមឬធ្វើសម្លផ្សេងៗដោយវាដោយសារវាមានតម្លៃថ្លៃនិងមានតម្រូវការទីផ្សារខ្ពស់ត្រីលមាសត្រូវបានគេយកមកចិញ្ចឹមជាលក្ខណៈគ្រួសារនិងកសិដ្ឋានយ៉ាងទូលំទូលាយដោយសារវាមានរូបរាងប្លែកនិងមានអាយុវែងនោះមួយចំនួនក៏និយមវាទៅចិញ្ចឹមក្នុងអាងកញ្ចក់ដើម្បីលម្អផងដែរ